33 ដងប្រកួតចុងក្រោយឈ្នះបន្ទុកកីឡាករសញ្ជាតិអ៊ីរ៉ង់គេថ្វាយបង្គំគ្រូតាមរបៀបឥន្ទ្រីសម្ដេចរិទ្ធពិសីមានស្រុកកំណើតនៅភូមិដន្លងឃុំក្រាំងជែកស្រុកឧដុង្គខេត្តកំពង់ស្ពឺបង្ហាត់ដោយលោកគ្រូហាត់សូដានិងវឹកហាត់នៅក្នុងក្លឹបគុនខ្មែរ Super Fight and Gym លោកស្រីនាងកញ្ញាស្វាគមន៍ជាកម្លាំងចិត្តដល់បង្គោលក្រហមយ៉នពិសីបង្គោលខៀវម៉ាឌីហ្គារីស្វ៉ាន់សញ្ជាតិអ៊ីរ៉ង់គេមានអាយុ23ឆ្នាំកម្ពស់1.78 ម៉ែត្រទម្ងន់57គីឡូក្រាមដូចគ្នាប្រវត្តិប្រកួតជាលក្ខណៈអាជីព14ដងគេឈ្នះ11ដងចាញ់2ដងនិងស្មើ1ដងផ្ដួលដៃគូឲ្យសន្លប់ចំនួន7ដងប្រកួតចុងក្រោយនៅកម្ពុជាស្មើបន្ទូជាមួយនឹងកីឡាករអេលីតមេឃាគេថ្វាយបង្គំគ្រូតាមរបៀបអ្នកលេងទឹក Excellency ladies and gentlemen please welcome the blue corner Madi Garizwan បាទបងប្អូនយើងពេលណាយប់នេះមហាព្រឹត្តិការណ៍ដ៏ធំនៅកំពង់ឆ្នាំងបងប្អូនយើងត្រៀមជួបទាំងអស់គ្នាជាមួយនឹងតារាល្បីៗប្រចាំផលិតកម្មនៅស្មៅមាសហើយថ្ងៃស្អែកយើងមានបណ្ដាគុណខ្មែរសង្វៀនកំដៀវកម្ពុជាចម្បាំងគុណខ្មែរដូចគ្នាបាទរិទ្ធីឆៅម្ចាស់ពៀនចៃដុនអ្នកឲ្យទឹកយ៉នពិសីកាលពីសប្តាហ៍កន្លងមកគេថាជំនួសគេសោះបានពៀនដែរម្ចាស់ពៀនចៃដុនទៀតរិទ្ធីឆៅនេះប្រកួតអត់ឲ្យគេហៅថាបងប្អូនកងុយឯងបលេងមកវូបលេងមកវូរិទ្ធីឆៅចុះប្រកួតអន្តរជាតិទេរិទ្ធីឆៅអូខេឲ្យបន្តទីទៀតមើលម្ចាស់ពៀនរបស់យើងត្រៀមប្រុងប្រៀបប្រកួត Extreme Cambodia គុនខ្មែរគូទី3គឺជាគូប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី1យ៉នពិសីបាទប៉ះជាមួយនឹង Mas Diswan បាទកីឡាកររបស់អ៊ីរ៉ង់បាទ we need a real fight brother បាទយ៉នពិសីក៏ម្ចាស់ពៀនដែរបាទនៅក្នុងកម្ពុជាកម្ពុជាកំពូលអ្នកចម្បាំងគុនខ្មែរបាទទាត់ជើងក្រោមកាប់ចានឆ្វេងមកមួយទៀតពីយ៉នពិសីបាទរងប់ចាត់បដូរក្តាប់ដៃមួយពីរដូចចូលមកដូចគ្នាយ៉ាហេបាទអេរ៉ង់ហាត់គុនខ្មែរណាមិនមែនអេរ៉ង់លក់នំរ៉ូទីទេណាលុកអាស្ដាំមកមួយទៀតនៅកណ្ដាលចូលធាក់អាស្ដាំបាទបដូរក្តាប់ដៃមួយពីរហេអាស្ដាំមកមួយទៀតដើរចូលទាត់ជើងក្រោមពីយ៉នពិសីញាក់មកមួយដូរកណ្ដាប់ដៃគ្រាអត់ដួលទេបានកាច់មិនដួលបដូរជង្គង់មកមួយលោកគ្រូនៀនបរំកំពុងតែមើលហើយលោកគ្រូនៀនបរំគាត់ថាខ្លាចចាស់កំពូលល្បិចបាទតែចំនួនគាត់វាយមិនណាមិនស្គាល់លោកគ្រូនៀនបរំវាយបាទនៅតាជប់អុយវាធំទឹកមួយអាចឆ្វេងពីម៉ាឌីស្វ៉ាន់បដូរកណ្ដាប់ដៃពីយ៉នពិសីដើរចូលពីយ៉នពិសីទៅទៀតហើយអាស្ដាំបដូរខោអាចឆ្វេងមកមួយទៀតនៅទីញាក់ដើរចូលពីម៉ាឌីស្វ៉ាន់ធាក់អាស្ដាំទល់កាប់តឡាឆ្វេងចូលបដូរកណ្ដាប់ដៃចូលទៅគ្រាអត់តន់ធ្វើអីចេញទេបាទលោកកញ្ញាកថាហាមចាប់ខ្សែវៀនចាប់ខ្សែសង្វៀនហាមណាទាត់ជើងក្រោមកាប់តឡាមកមួយទាត់ជើងក្រោមពីម៉ាស៊ីសវ៉ាន់មកដូចគ្នានេះស្វាន់ទៅទៀតហើយពីកីឡាកររបស់កម្ពុជារបស់យើងយកពិសីបដូរកណ្ដាប់ដៃពីយកពិសីមួយពីរចូលកាប់តឡាឆ្វេងចូលគៀគ្រាបោះជង្គង់ស្ដាំកាច់មកបដូលមួយទៀតយ៉ាហេទាញបោះជង្គង់ស្ដាំកែងរុះមកតិចមកកែងធ្វើអីចេញអត់ធ្វើអីចេញទេបោះជង្គង់ស្រាលលោកអញ្ញាកដាយាយចេញនៅសល់1នាទីចុងក្រោយរិទ្ធីឆៅបោះប្រយ៉ងណាវាយអាកាចធ្វើសិស្សច្បងនៅតាចូលលុកឲ្យឆ្វេងមកមួយបាទលុកឲ្យស្ដាំមកមួយទៀតអាយ៉ាវាយដកល្អលុកឆ្វេងស្ដាំពីម៉ាស៊ីនីស្វាន់បោះជង្គង់ស្ដាំមកមួយទៀតជង្គង់ស្ដាំមកមួយទៀតជង្គង់ស្ដាំមួយទៀតទាញមកមួយបោះជង្គង់ស្ដាំមួយទៀតជង្គង់សងមកមួយដូចគ្នាអូយចំមកអូនតូចបាត់ហើយខ្ញុំវាយតែឯងទេកុំវាយបងខ្ញុំណាបាទលោកកញ្ញាគាត់ថាមិនហើយអត់អីវាយបានទៀតណាស្រួលបានវាយបងដឹកខឹងដល់បងនៅតែដើរចូលទៀតដើរចូលបដូរកណ្ដាប់ដៃពីយកពិសីទៅដើរចូលហេអាស្ដាំមកមួយចតុលរៀបវាអូយបោះជង្គង់ឆ្វេងទៀតបាទពេលវេលាសល់25វិនាទីចុងក្រោយដើរចូលលុកឲ្យឆ្វេងអូយថែមអាស្ដាំមកមួយទៀតឆ្វេងស្ដាំពីម៉ាឌីវ៉ាន់លុកឲ្យឆ្វេងមួយទៀតតោះអាស្ដាំមួយទៀតអាយ៉ាណែឆ្វេងស្ដាំប្រដាប់ដៃល្អណាស់កីឡាកររងរូបនេះ
ប្រងដាំដៃមួយពីរដែលចូលធាក់ស្រាប់ទល់ជួយស្រាប់ហើយជួយមួយទៀតអីយយហោមួយលើណាចូលលើទៀតណាគាត់ទៅក្រោមលុកអាស្រាមមកមួយ ចាប់ទឹក បាទម៉ាឌីហ្គារីសវ៉ាន់មកកីឡាករបង្គោលគីវកីឡាកររបស់អ៊ីរ៉ង់ឲ្យយន់ពិសីដែលជាម្ចាស់ពាននៅក្នុងកម្មវិធីកំពូលអ្នកចម្បាំងគុណខ្មែរបាទកងចេញមរៀមការលេងពានហើយកានេះអ្នកឲ្យទឹកក៏ជាម្ចាស់ពានដែរគីឡូ54បាទរិទ្ធីឆៅដែលជាសិស្សប្អូនរបស់កីឡាករយន់ពិសីបាទក្តាប់ដៃទៅវិញទៅមកក្តាប់ដៃខោកន្លែងនេះគេថាដំរីស្វាបការចូលដៃទៅវិញទៅមកម៉ាត់ដៃនេះគឺធ្ងន់ណាស់តែដៃចុងក្រោយកន្លែងនេះខុសប៉ុន្តែក៏ធ្ងន់ដែរខុសយន់ពិសីវ័យដំរីកន្លែងនេះទាត់មួយជើងទៀតខុសមួយទៀតប៉ះបន្តិចបាទ នៅទឹកចេញក្រៅ Extreme Cambodia គុនខ្មែរគូមិត្តភាពអន្តរជាតិទី3រវាងកម្ពុជាអ៊ីរ៉ង់ទឹកទី2 Round 2 លោកស្រីនាងកញ្ញាសូមទស្សនាបាទទឹកទី2ការប្រកួតគូពិសេសគូអន្តរជាតិបាទបងប្អូនកុំភ្លេចជួយចុច like និងទៀននៅលើ page ផ្លូវការរបស់ហងមាសនិង page ផ្លូវការរបស់ទឹកភាសាបរសុទ្ធកម្ពុជាបាទយើងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហងមាស HD TV ជាពិសេសនៅលើប្រព័ន្ធទូរទស្សន៍ការណប់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា Cambodia DTH UHD អាយ៉ាម៉ាឌីនេះមិនធម្មតាទេណាស្មើបន្ទូចជាមួយ Elite Makia ចូលខាងម្ដាយហើយនេះអូយអពុទឺអាយ៉ាក្រោកឡើងលឿនអត់អីទេហើយទៅយើងចូលហើយក្រាបដៃម៉ាឌីនេះមិនធម្មតាទេរបស់ម៉ាឌី Gariswan លោកគូអញ្ញាករាលលោកគូនួនភិរមមកចាប់កីឡាករទាំងពីរសិនហើយចាប់រំចូលទៀតយន់ពិសីមកដៃអបាញ់មានលង្កិនមុខតែអត់អីទេយន់ពិសីមកដៃកន្លែងនេះទៀតបាទក្រោកឈោលលឿនមែនទេបាទសម្រាប់យន់ពិសីបាទព្យាយាមដើរចូលបញ្ឆក់កណ្ដាប់ដៃខាងស្នាមមួយទាត់ខ្មងប៉ះខ្មងចូលកណ្ដាប់ដៃសងវិញគ្រាជាប់ព្យាយាមចាប់ចាក់ជង្គង់របស់ពិសីលោកគូអញ្ញាករាលទៅដល់ហើយបាទយន់ពិសីនេះគេថា កស អូលោកគ្រូ ប្រកួតបន្តទៀត អត់អីទេ continue បាទមិញនេះខ្លាចគីឡូក្រាមមានកំហុសបាទរបស់ប្រកួតក្រហមបាទចូលក្រាបដៃទៀតចូលវិញកន្លែងនេះយន់ពិសេសដែរចូលអាយយបាទចេញចូលល្អមែនទែនចូលក្រាបដៃពេញកន្លែងនេះបាទឌីថយក្រោយទីសិនបាទទាត់ជើងក្រោមមួយរបស់យន់ពិសីចូលទៅលើវៃទៅលើពោះទឹកម្ដាយរបស់យន់ពិសីម៉ាឌីចាប់គ្រាជាប់ចាប់ជង្គង់របស់ម៉ាឌីជង្គង់របស់ពិសីជង្គង់របស់យន់ពិសីបាទជង្គង់ទៅជង្គង់មកដូចគ្នាបាទពេលវេលានៃការប្រកួតសល់1នាទីទៀតការតាំងឃុំដាក់គ្នាដើរចូលជើងក្រោមរបស់ពិសីដើរចូលធាក់មួយជើងចាប់ជាប់ជាយ៉ាងវៃជង្គង់កន្លែងនេះរបស់ម៉ាឌីហ្គារស្វ៉ាន់បាទលោកគ្រូអញ្ញាកណ្ដាលប្រាប់ហើយណាបាទលោកគ្រូអញ្ញាកណ្ដាលណែនាំច្រើនបន្តិចសម្រាប់ការប្រកួតគូពិសេសអន្តរជាតិបាទគូទី3បាទចេញពីគូនេះយើងឈានទៅដល់គូពិសេសមួយទៀតប្រិមិត្តបាទឡៅសៃលេតបាទប៉ះជាមួយកីឡាករអ្នកលេងគុណខ្មែរដែររឹតចោស៊ីមកីឡាកររបស់មីយ៉ាន់ម៉ាបាទក្តាប់ដៃធ្ងន់ណាស់បាទសម្រាប់កីឡាកររបស់រងនេះចូលក្តាប់ដៃវិញសងរបស់យន់ពិសីវិញចាប់កាច់ចាក់ជង្គង់មួយទាញមកចាប់កាច់កន្លែងនេះអូយដួលបាទចាប់កាច់ដាក់ដួលបាទឥឡូវដើរចូលយន់ពិសីដើរចូលក្តាប់ដៃខាងស្ដាំរបស់យន់ពិសីបាទណែចូលក្តាប់ដៃកន្លែងនេះអាយយពេញកន្លែងនេះសងមកម៉ាឌីដើរចូលលុកម្ដាយធាក់មួយជើងចាប់ព្រៀបជាប់កន្លែងនេះចាប់កាច់ចាក់ជង្គង់របស់ពិសីចាប់ទឹកទី2គូមិត្តភាពអន្តរជាតិទី3រវាងកម្ពុជាអ៊ីរ៉ង់ទឹកទី3ដែលជាទឹកដាច់ព្រាត់ បាទហើយទឹកទី3ហើយទឹកផ្ដាច់ព្រាត់បង្គោលក្រហមធាក់មកជើងយន់ពិសីបាទកីឡាកររុស្ស៊ីបាទការីស្វាន់មិនធម្មតាទេដៃគេល្អណាស់បាទចូលធាក់មួយចលោអត់ចេញការីស្វាន់លូមិនដែលរែកឆ្វេងរបស់ពិសីបែកទឹកចាយធាក់1 2សពីការីស្វាន់ធាក់ជើងក្រោមរបស់ការីស្វាន់អត់ត្រូវតោះជើងក្រោមពិសីលេងខាងលើពិសីដើរចូលហក់ធាក់មួយអូហូយបាទមកជើងកន្លែងនេះតែអស់ចំហខ្លួនអត់បញ្ហាពិសីតត់កាប់តឡាច់ក្រោម1 2ចាប់គ្រាជាប់មកគួយចូលជង្គង់របស់បង្គោលក្រហមការីស្វាន់លោកគ្រូនួនពីរំបាទគោះដើម្បីនិយាយកីឡាករទាំងពីរយន់ពិសីបង្គោលក្រហមលោកខៅឆ្វេងការីស្វាន់
គេឌីប្លាសេមកខាងនេះវិញហើយពិសីរៀងហត់ទៅហើយកាប់តឡាចមួយជង្គង់របស់ Gary Swan កែងរបស់ពិសីអាយ៉ាកែងល្អពិសីបាទ Gary Swan គេថាសុំទោសលោកគ្រូវិរមបាទពិសីជ្រុំជើងចូលធាក់មួយខៅបានមកស្ដាំកាប់គ្រាជាប់គ្រាជង្គង់បោះមួយខាងឆ្វេងបាទទឹកទី3ហើយពិសីដើរចូលអើយចាប់ប្លាត់មួយពីរតបជើងเอาមួយពីរចាប់គ្រាកែងទីនេះគុំមកចំពិសីសពពី Gary Swan ពិសីខឹងហើយរបូតថ្មីក៏បាច់អ្នកណាជួយដែរបាទទៅចូលហើយខៅជួយរបស់ Gary Swan ចាប់គ្រាចប់ប្រកែងមួយរបស់ពិសីជង្គង់របស់ពិសីលោកគ្រូនៅពីរំដាញ់ចូលបាទឡើងមកហើយបាទនេះយ៉ាងម៉េច បាទ អូគាត់ចាប់សង្វៀនទេបាទ ប្រកួតបន្តទៀត continue បាទហើយដល់ប្រកួតបន្តទៀតលុតនៅឆ្វេងមួយបី Gary Swan ខៅស្ដាប់ពីពិសីធាក់របស់ពិសីមួយជើងនេះកណ្ដាលមុខចាប់សៃវៀន Gary Swan នេះគេមិនមែនមកលំទេពិសីចូលតែជើងក្រោមជង្គង់ស្ដាក់ឆ្វេងមួយពីររបស់ Gary Swan មួយពីររបស់ Gary Swan ចាប់ជង្គង់របស់ Gary Swan កែងរបស់ពិសីបាទលោកគ្រូនួនវិរមបញ្ជាការប្រកួតតតកាប់តឡាច់មួយចាប់ជើងជាប់លូកបានម្ដាយស្ដាំពី Gary Swan លូកឆ្វេងស្ដាំពិសីដើរចូលត្រូវលូកដែលឆ្វេងស្ដាំពី Gary Swan លូកដែលស្ដាំមួយទៀតពិសីនៅតែដើរចូលចិត្តមុតមន់ជាកីឡាករគេថាមិនខ្លាចទេធាក់មួយជើងទៀតជាអ្នកប្រយុទ្ធគេថាអត់ខ្លាចទេតបជើងក្រោមមួយមកចូលចាប់គ្រា ទី3ត្រូវបានបញ្ចប់ វ៉ាវឥឡូវនេះខ្ញុំរួចមួយបងប្អូនណាខ្ញុំសន្យាបងប្អូនថាគូហ្នឹងខ្ញុំថាបើសិនជាបរទេសនេះគាត់ដាក់ចិត្តដាក់កាយគឺល្អមើលអរគុណលោកពូបាទដែលជាឪពុកក្មេករបស់គ្រូសែនប្រទេសកាមេរ៉ាចាប់លោកពូនេះមើលបាទចឹងថាបើក្លឹបនេះគឺថារវល់មកពូជហ្មងបាទលោកពូបាទឪពុកបង្កើតលោកគ្រូសែនប្រទេសដោយសារតែកូននេះរវល់ទៅក្រៅប្រទេសបាទអញ្ចឹងលោកពូជិះអាកង់3ដប់កីឡាករបរទេសមកអាយូបាទលោកពូអញ្ចឹងជូនពរលោកពូឲ្យសុខភាពល្អបាទអញ្ចឹងគេថារវល់ហ្មងអញ្ចឹងបងប្អូនបងពីឡុតអត់បើកក្លឹបបណ្ដាលមួយមិនថាអត់ទេអត់មានមករវល់មួយបាទឪពុកខ្ញុំកាន់សិលហេបាទដល់គ្រូថេនលោកពូគាត់តម្លៃគុណខ្មែរបាទនេះតែកូនទាំងលោកពុកបេះដូងគឺដោតមកសិលមិនមកថ្លឹងគីឡូខ្ញុំឃើញលោកពូអញ្ចឹងមកដែរគាត់កូនទៅអស់ហើយមានតែខ្ញុំនឹងឯងផ្លិតហើយបាទយកវិស័យបាទថ្ងៃនេះគឺថាអត់អីទេប្រកួតអស់ពីសមត្ថភាពបាទកីឡាករអេរ៉ុកខ្ញុំសរសើរដែរបងប្អូនមហូបបរទេសនៅក្រោយផ្ទះយើងរកបានមួយតិចទៀតមានមហូបបរទេសនៅកលៀតផ្ទះមួយទៀតបាទនៅមានមួយទៀតធានាមកឆ្ងាញ់ហើយនេះសូមបងប្អូនយើងទស្សនាជាមួយរូបភាព slow motion កម្មវិធីទឹក3បាទយើងក៏មានរូបភាពបាទយឺតដែរនៅក្នុងទឹកទី3បាទកន្លែងនេះបាទព្យាយាមវាយកែងបានច្រើនកែងបាទសម្រាប់យន់ពិសីតែលំបាកបន្តិចបើថាយើងក៏លេចទៅមើលឆ្អឹងឆ្អែងបាទកីឡាករទាំងពីរនេះគឺគេហៅថាយ៉ាងដូចម្ដងម្ដងនេះតែកីឡាកររបស់អេរ៉ង់មើលធំជាងបន្តិចទេបាទចូលក្តាប់ដៃលោកខាងឆ្វេងអាស្ដាំមួយទៀតរបស់ពិសីបាទម៉ាឌីចាប់ជើងជាប់លូកម្ដាយបាទម្ដាយឥឡូវម្ដាយសងវិញរបស់ពិសីអាយ៉ាមានទៅមានមកអូយបាទអស់ជំហរខ្លួនឯងអរគុណឌឺបាទនៅលើសង្វៀនអត់អីហើយក៏ក្រោកឡើងបន្តការប្រកួតរហូតដល់ចប់3ទឹកពេញណែកែងរុះរបស់ពិសីប្រិមត្តនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកពេញខៀវឬក្រហមឬខៀវយើងជឿជាក់ក្នុងការដាក់ពិន្ទុរបស់គណៈកម្មការទាំង5របស់យើងអស់លោកស្រីនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកពេញយ៉ាងស្វិតស្វាញអូសាទរជ័យជំនះ The blue corner Madi Vakiswan wow